ចូលមួយនេះបែបមួយ7ខាំហើយ7ខាំទៅខ្មឹកបាទក្រុមសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងនៅខាងស្វាយជុំខោគីខុនដូបងប្អូនអាចមកលេងបាននេះប្រឡងមានប៉ុណ្ណឹងទេបងបាទហើយនេះត្រីបងប្អូននេះត្រីបងប្អូនអាចមកលេងបាន7ខាំហើយត្រីជាតិមកបងប្អូនអើយនេះជាតិប្រឡងយើងស្អាតណាប្រឡងមកប្រឡោះហ្នឹងទេខាំ2ដងហើយយកបានតែមួយហ្នឹងទេស្ដារមួយខាំក្បែរខ្លួននេះតែយកអត់បានយកបានឆ្ងាយអែមស្នេហ៍វាបងប្អូនអើយយកមួយនេះបែប7ខាំហើយ7ខាំទៅខ្មឹកคลิปប្រឡងខយខុនដូស្វាយជុំបងប្អូនជាតិនេះបងប្អូនតែកញ្ចននេះកញ្ចនបងគាត់បានខ្ញុំអត់បានទេព្រោះផ្លែខ្ញុំ5ហ៊ុនគាត់លេងផ្លែ3ហ៊ុនបើកញ្ចនវាមាត់ទូចបងប្អូនមាត់ទូចហើយ3ខាំប្រឡងហ្នឹងខ្ញុំគប់មួយខ្សែហើយជ្រុំវាចូលប្រឡងដែរគប់អត់ខាំដោយសារនុយខ្ញុំវាធំហើយផ្លែខ្ញុំវាធំហើយបងដាក់តែ2ខ្សែចូលកញ្ចនហៅថៃឲ្យបងនេះអត់យល់ទេបងកញ្ចនជ័យនិយាយថានឹងឆ្ងាញ់ណាខ្ញុំមកតាមយកដែរតែខ្ញុំមានផ្លែទូចខ្ញុំមានផ្លែធំផ្លែ5មុនផ្លែខ្ញុំភ្លេចនៅទលេសាបអស់មកប្រអប់បងប្អូនអើយនឹងកាបានទៅយកវិញទេអរគុណច្រើននេះបងប្អូនកញ្ចនជ័យខ្ញុំតាមតបានបងប្អូនអើយស្គាល់រសជាតិកញ្ចនជ័យហើយណាប្រឡងយើងនឹងតាមបានហើយកញ្ចនជ័យកលាវាបងប្អូនណាលេងផ្លែ5ហ៊ុននេះវាលេងផ្លែ3ហ៊ុនអីបាន3ហ៊ុននិយាយទៅ3ហ៊ុនកន្លះមកលេងកញ្ចនប៉ុណ្ណឹងតែមានធំមិនដែរវាអត់ចេញខាំវាចេញខាំថាប៉ុណ្ណឹងខាំយកកែបទៅបានដល់ហ្នឹងតែវាអត់នេះប្រឡងនិយាយទៅត្រីចាប់នុយធំតែវាអត់ចេញខាំនេះតែមកចេញខាំមួយនឹងវេទនាចយយ៉ាជោគជ័យហើយកញ្ចន